ហើយមួយទៀតនោះបានថតប្លង់ពិសេសបានអបស្អាតអីចឹងណាប៉ុន្តែខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាខ្ញុំជាខ្ទើយទេអញ្ចឹងកុំប្រកាន់ខ្ញុំអីជឿវាទៅទាន់វារុះហើយនិយាយត្រង់អ្នកនរគ្នាដែលកំពុងមើលជួយខមមិនថាគាត់សម្ដែងជួយចាក់ក្រក់សមអត់ហើយជួយចិត្តជួយអីជាងគេខ្ញុំជួយចិត្តត្រឡឹងតឹងគឺឆ្ងាញ់ខុសពីខ្ញុំជួយចិត្តយូរគេជំរាបសួរបងប្អូនទាំងអស់គ្នាតាណាមេអូជីវិនជាភាសាជីហ្វាមជីវិនហ្វាមលីទាំងអស់គ្នាបាទទាយមើលបាទឥឡូវខ្ញុំនៅណាបាទគឺថាស្កាត់តាំងពីរតនគិរីមកដល់ភ្នំពេញបាទឥឡូវគឺនៅវត្តភ្នំនៅមុខមជ្ឈមណ្ឌល168វត្តភ្នំនេះតែម្ដងបងប្អូនដោយសារតែម្ចាស់ហាងគាត់ឃើញខ្ញុំថតប្លុកនៅមជ្ឈវត្តភ្នំ168សាខារតនគិរីហើយតទៅមជ្ឈវត្តភ្នំ168សាខាមដូគិរីហើយបន្ទាប់មកគាត់ថាអូនមកភ្នំពេញចាំជើងមកលេងអីផងមកថតហាងអីផងឥឡូវគឺបានមកដល់ហើយនៅខាងក្នុងវិញគឺជួបប្រូផាន់រងបាទធីម short film របស់គាត់កំពុងមើលជួយខមមិនថាគាត់សម្ដែងជួយចាក់ក្រក់សមអត់ហើយបើសមជួយខមមិនខាងក្រៅវីដេអូខ្ញុំសមណាសមហើយជួបក្រៅខ្ញុំចង់ឲ្យវាយខ្ញុំមើលណាក៏ជួយចឹងគេសម្ដែងសោះហ្នឹងថាលេងតើហើយចេញពីហ្នឹងទៅណាទៀតទៅថតបាទស៊ីនទៀតបាទហើយសួរចំណាអារម្មណ៍យកយ៉ាងណាដែរចំពោះមជ្ឈវត្តភ្នំ168នេះឃើញថាមជ្ឈវត្តអនាម័យហើយគាត់លក់ធូរថ្លៃដែរ 5000 មកថងធំបានញ៉ាំហើយមានអំបិលច្រើនរសជាតិចូលចិត្តអារឹងទឹកស្រស់អូខេដាក់ទៅហៀទាំងមាត់ច្រិចហ្មងវាមានស្អីដែរបញ្ចុកទៀតអូតែអែមទៀតយកមកចុកមាត់អូអាហ្នឹងកាត់ទេហ្នឹងពិបាកពណ៌នាហ្មងពិបាកពណ៌នាបាទអរគុណច្រើនអរគុណនេះបាទជួយ copy link ឲ្យទៅដងហ្នឹងបាទអរគុណខ្ញុំពេច copy បាទ page មួយទៅ ជីវិនហ្នឹងខ្ញុំមិនឃើញទេជីវិន
មិនចឹងស្គាល់เพลงខ្ញុំដែរអត់ទេខ្ញុំមកធ្លាប់មើលវីដេអូតែពេលហើយទៅភ្លេចតែឃើញក្រៅភ្លេចឈ្មោះសក់ឃើញតែវិសុឃើញតែវិសុហ្នឹងហើយអរគ្នាបាយបាយបាទបាយបាយតាអត់បាត់ទេបាត់ទេហ្វេនជាច្រើនគេសួរថាតួស្រីដែលអញអាសារផលជាមួយរាល់ថ្ងៃហ្នឹងត្រូវជាអីតួស្រីណាម្នាក់ណាតួស្រីស្អាតមិនណាបាទអូម្នាក់ខ្ពស់ហ្នឹងហើយចាំហ្នឹងហើយបងស្រីធជឿវាទៅទាត់វារុកបងស្រីធចាំមកបាទច្បាស់តានិយាយក្រុមបលឺតាទឹកវាដូចក្តៅដូចបាច់ញើសនិយាយឲ្យបាច់ញើសហ្មងបាទឥឡូវអរគុណបាទហ្វេនមកជួបបាប់នោះហ្នឹងហើយហ្វេនជួយចិត្តមួយណាដែរចូលចិត្តគេគឺនិយាយទៅគ្រប់មុខហ្មងទាំងស្រស់ទាំងស្រស់ទាំង5ហ្នឹងហើយទាំង5យល់យ៉ាងណាចំពោះហាងមកជួបបាប់នោះគឺឆ្ងាញ់ទាំងមើលសេវាកម្មអនាម័យហ្នឹងហើយល្អស្អាតបាទទុំបីតែអ្នកមកទិញក៏ស្អាតដែរបាទអរគុណច្រើនបាទជម្រាបសួរនេះយើងមកជួបអារម្មណ៍ភ្ញៀវនេះភ្ញៀវឯងបាទភ្ញៀវស្រីស្អាតអៀនណាថតអត់ចេញទេបាទអៀនអូជួបក្រៅស្អាតជាងក្នុងវិទ្យុទៀតមានតែជួយខ្ញុំក្នុងវិទ្យុវិញដែរអូខេបាយលើថ្ងៃនេះមកថ្មីដែរមកទិញមជូរញ៉ាំខ្ញុំហ្វេនមជូរ168យូរអ្នកនរគ្នាហ្វេនតាំងពីបើកត្បូងរហូតដល់ឥឡូវរសជាតិគឺអូខេហ្មងអ្នកនរគ្នានិយាយពីថាមជូរគឺស្រស់ៗហ្មងបើផ្លែឈើរបស់គាត់ក៏ឆ្ងាញ់ដែរហើយក៏មានយ៉ាអ៊ូទៀតបាទហើយចូលចិត្តមជូរអីជាងគេខ្ញុំចូលចិត្តតឡឹងតឹងគឺឆ្ងាញ់ខុសពីខ្ញុំចូលចិត្តយូរចេញពីនឹងហើយចេះទៅផ្ទះចាព្រោះតល្ងាចមិនមានអីvẫnត្រូវធ្វើតអុកស៊ីនណាស្អីគេអុកស៊ីនហើយអស់ហើយអូអញ្ចឹងគេគេហៅគេតម៉ាស៊ីនទៀតហ៎នោះគេតពីម្សិលមិញចាតែប៉ុណ្ណឹងទេប៉ុណ្ណឹងឯងអស់ហើយអរគុណច្រើនជំរាបសួរចុះនិយាយមួយថ្ងៃទៅបានជំរាបសួរឆ្វេងគេមិនឈឹងចឹងអរគុណបងប្អូនអរគ្នាខ្លាំងមែនទែនសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយក៏សូមទោសដល់បងស្គាល់កាយវិការណាមួយមិនសោរោមហើយអរគុណទៅដល់ម៉ាក់បាទតែគាត់ជាម្ចាស់ brand មកជួបភ្នំ138នេះអ្នកទាំងអស់គ្នាអាចចូលទៅ check មើលក៏ដូចជាមើលថានៅហាងរបស់គាត់គឺមានលក់អ្វីខ្លះនៅក្នុង page នេះបានដែលខ្ញុំដាក់នៅ line នេះហើយក៏ចូល like page ម្នាក់មួយផងដើម្បីគាំទ្រទៅដល់ម្ចាស់ sponsor ក៏ដូចជាផ្ដល់កម្លាំងចិត្តឲ្យអ្នកថតបន្លាប់ផងដែរបាទហើយខ្ញុំចង់បញ្ជាក់ថានៅនេះគឺមានមជូរច្រើនមុខខ្លាំងមែនទែនមានប្រភេទត្រាំប្រភេទស្រស់ប្រភេទផ្លែឈើហើយអំបិលក៏ច្រើនមុខច្រើនជំរើសច្រើនរសជាតិហើយអនាម័យក៏ល្អដោយអ្នកទាំងគ្នាបានឮអំពី fan របស់មជូរវត្តភ្នំក៏បានបញ្ចេញអារម្មណ៍ហើយអញ្ចឹងគឺថាមិនមែនខ្ញុំចេះតែនិយាយចេះតែថាទេហើយក៏គាត់មានសាខាច្រើនផងដែរទៅតាមខេត្តតាមអីផ្សេងៗមើលនៅរតនគិរីយើងក៏មាននៅមណ្ឌលគិរីក៏មានហើយនៅខេត្តផ្សេងៗជាច្រើនទៀតដែលខ្ញុំចាំមិនអស់ទេគាត់តែដឹងថាសាខាធំគឺនៅហើយនេះវត្តភ្នំនៅជិតវត្តភ្នំអ្នកទាំងគ្នាច្បាស់ជាស្គាល់ហើយបើអត់ស្គាល់ទេចូល Google Map វាយមជូរវត្តភ្នំ108គឺដឹងតែឃើញហើយយេមើលទៅនៅខាងក្រោយខ្ញុំនឹងគឺថាស្មាននេះគឺម៉ោង5ហីគឺថាមានការគ្រប់គ្រងច្រើនមែនទែនមានទាំងក្មេងទាំងចាស់ទាំងស្រីស្អាតទាំងប្រុសស្អាតអ៊ំពូមីងសិស្សសាលាអូច្រើនណាស់គ្រប់គ្រងនៅកន្លែងនេះគឺហើយខ្ញុំក៏មានអារម្មណ៍ថាសប្បាយចិត្តដោយសារតែបានមកថតដល់ពេញតែម្ដងអញ្ចឹងគឺខ្ញុំអត់មានអីច្រើនទៀតទេអញ្ចឹងអរគុណអ្នកគ្នាម្ដងទៀតជំរាបលាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទ